ថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីវិធីធ្វើយ៉ាងណាដើម្បីឲ្យយើងអាចខ្លាយទៅជាអ្នកមានហើយផលដែលខ្ញុំធ្វើវីដេអូនេះឡើងពីព្រោះបងប្អូនខ្លះដែលគាត់ក្រីក្រគាត់តែងតែគិតថាគាត់គ្មានផ្លូវនឹងអាចមានបានហើយគាត់គិតថាមកពីព្រំលិខិតចាមកថាគាត់ក្រគាត់មិនអាចមានហើយអ្នកខ្លះទៅគាត់គិតថាចាំមានជាតិក្រោយចាំគាត់មានអញ្ចឹងណាប៉ុន្តែការពិតគឺវាមិនពិតទេគ្មានអ្នកណាមកកំណត់ជីវិតយើងព្រំលិខិតអីទាំងអស់គឺយើងអ្នកលើកខ្លួនឯងឡើងដោយខ្លួនឯងរកលុយដោយខ្លួនឯងហើយបងប្អូនតាសួរគ្រប់អ្នកមានទាំងអស់គេមិនមែនមានដោយសារតែគេឈ្នះឆ្នោតឬដោយសារប្រេងសំណាងភ័ព្វសំណាងអីទេបងប្អូនគឺអ្នកមានទាំងអស់ភាគច្រើនដែលគេមានគឺគេចេះបង្កើតដូចថារ៉ូស៊ីគេមានវិធីថាដាក់លុយនៅធនាគារអីអញ្ចឹងណាដែលតាមវិធីដែលគេធានា 100% ថាគេនឹងអាចមានបានហើយខ្ញុំចង់ប្រាប់ទៀតថាគ្មានវិធីណាដែលធ្វើចេញមកឲ្យយើងបានមានលឿនដោយសារតែការឈ្នះឆ្នោតអីទេហើយវិធីចាក់ឆ្នោតគឺជាវិធីដែលដូចថាវាសងប្រេងឯងវាមិនមែនជាវិធីដែលធានា 100% ថាបងប្អូននឹងអាចឈ្នះនឹងបានមានបានទេខ្ញុំសូមនិយាយពីចំណុចទី1គឺពាក់ព័ន្ធជាមួយនឹងធនាគារខ្ញុំលើកចំណុចពីធនាគារនេះគឺមកពីបងប្អូនខ្មែរយើងខ្លះគាត់ដឹងរឿងអីដែលថាដាក់លុយចូលធនាគារអីចឹងណាហើយបានលុយបានការប្រាក់ដែរប៉ុន្តែគាត់ដឹងប៉ុន្តែគាត់មិនព្រមធ្វើទេបងប្អូនបើពេលណាបងប្អូនចង់ដាក់លុយក្នុងធនាគារបងប្អូនគួរស្វែងរកធនាគារណាដែលមានការប្រាក់ខ្ពស់ចាប់ពី 7% ទៅដល់ 8% ហើយធនាគារវាមានធនាគារធម្មតានិងធនាគារ micro loan អញ្ចឹងបងប្អូនអាចជ្រើសរើសបានថាបងប្អូននឹងដាក់ធនាគារមួយណាដែលបងប្អូនពេញចិត្តហើយតែខ្ញុំប្រាប់ថាដាក់លុយធនាគារនេះបងប្អូនគាត់តែដូចថាពីដំបូងឡើយបងប្អូនដាក់ $1000 ចូលក្នុងធនាគារអញ្ចឹងរាល់ខែបន្ទាប់បងប្អូនគាត់ដាក់ $200 រាល់ខែក្នុងមួយឆ្នាំបងប្អូននឹងបាន $3600 ប៉ុន្តែបន្ទាប់ពីឆ្នាំទី1បងប្អូនដាក់ទៅឆ្នាំទី2ទៀតបងប្អូនដាក់រាល់ខែ $200 ទៀតការប្រាក់បងប្អូនណានឹងគុណ 8% ហ្នឹងណាវាមិនមែនគុណជាមួយនឹងក្នុង $3600 ទេវាគុណឡើងចូលលុយដែលបងប្អូនដាក់វាកើនទៅអញ្ចឹងឧទាហរណ៍ថាឆ្នាំទី1 8% ការ 8% របស់បងប្អូនគុណជាមួយនឹង $3600 ប៉ុន្តែឆ្នាំទី2វានឹងគុណ 8% ជាមួយនឹង $7800 អញ្ចឹងបងប្អូនគុណមើលពេលដែល $8000 លុយយើងឡើងទៅរាល់ឆ្នាំគឺ 8% វាបានច្រើនទៅវាប្រៀបដូចsnowball អញ្ចឹងណាបាល់ដែលគេធ្វើពី snow វាធ្លាក់ពីលើភ្នំមិនមែនគេធ្វើសុំទោសគឺបាល់ដែលវារអិលពីលើភ្នំតកកមកដំបូងគឺវាទូចទេតែពេលវាវល់យូរទៅរហូតទៅវាធំទៅដូចតែយើងដាក់លុយចូលក្នុងធនាគារអញ្ចឹងវាធំវាកើនឡើងច្រើនទៅដូចគ្នាដូច snowball អញ្ចឹងហើយពេលដែលបងប្អូនធ្វើអញ្ចឹងទៀង $200 ទៀងរាល់ឆ្នាំណាគាត់តែបងប្អូនចូលដល់អាយុ60ឆ្នាំណាបងប្អូននឹងទទួលបានលុយចំនួន$60,000ជាងតែម្ដងហើយនេះខ្ញុំឧទាហរណ៍ដាក់តែ$200ប៉ុន្តែបើសិនជាបងប្អូនរកចំណូលបានច្រើនជាងនេះបងប្អូនដាក់លើស$200បងប្អូនអាចចូលដល់$1 លានហើយខ្ញុំក៏សុំទោសចំពោះបងប្អូនណាដែលគាត់មានប្រាក់ខែតិចគាត់អត់មានលុយដាក់$200អញ្ចឹងណាគាត់អាចសន្សំបន្តិចបន្តួចបានតាមលទ្ធភាពរបស់គាត់ដែលខ្ញុំប្រាប់នេះគឺវាគ្រាន់បើជាងយើងមិនធ្វើអ្វីសោះយើងនៅទំនេរចោលយកលុយយើងចាយខ្ជះខ្ជាយហើយរឿងធនាគារដាក់លុយចូលធនាគារបានការនេះខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាប្រកាសជាមានអ្នកដឹងហើយមិនមែនអត់ដឹងទេប៉ុន្តែខ្ញុំគ្រាន់តែចង់បញ្យល់ប្រាប់ថាហេតុអីដាក់លុយធនាគារគឺមកពីដាក់លុយធនាគារវាកើនខ្ពស់ទៅវាមិននៅថេររហូតទេវាកើនខ្ពស់មែនតើហើយពួកអ្នកមានដែលគេមានលុយច្រើនរាប់លានអញ្ចឹងណាគេដាក់លុយចូលតែធនាគារព្រោះគេធានា 100% ថាលុយគេអត់បាត់ហើយលុយគេនឹងកើនទៅរហូតហើយចំណុចទី2ខ្ញុំចង់ណែនាំបងប្អូនអំពីការទិញទីផ្សារភាគហ៊ុនតែខ្ញុំណែនាំបងប្អូនទិញទីផ្សារភាគហ៊ុនពីព្រោះទីផ្សារភាគហ៊ុនវាបានឡើងប្រាក់ចំណេញយើងខ្ពស់មែនតើច្រើនជាងធនាគារទៀតហើយបងប្អូនយើងអាចទិញទីផ្សារបងប្អូននៅប្រទេសខ្មែរយើងអាចទិញទីផ្សារភាគហ៊ុនតាមប្រទេសថៃប្រទេសសិង្ហបុរីនិងប្រទេសវៀតណាមប៉ុន្តែខ្ញុំសូមណែនាំបងប្អូនឲ្យទិញស្តុកភាគហ៊ុនពីប្រទេសវៀតណាមពីព្រោះហេតុអីប្រទេសវៀតណាមមួយឆ្នាំសេដ្ឋកិច្ចគេកើនឡើង 6.5% ហើយបើសិនជាប្រទេសណាសេដ្ឋកិច្ចគេកើនណាគឺមានន័យថាក្រុមហ៊ុនភាគហ៊ុនគេក៏ឡើងតាមនឹងដែរអញ្ចឹងពេលបងប្អូនទិញស្តុករបស់ក្រុមហ៊ុននៅប្រទេសវៀតណាមណាមួយអញ្ចឹងបងប្អូនក៏ជាម្ចាស់របស់ក្រុមហ៊ុននោះដូចគ្នាហើយសេដ្ឋកិច្ចរបស់វៀតណាមសប្តាហ៍ថ្ងៃនេះកំពុងតែផ្ទុះឡើងខ្ពស់មែនតើពីព្រោះក្រុមហ៊ុនដែលរកស៊ីចំនួនធំគេបានមកបើករកស៊ីនៅប្រទេសវៀតណាមជាច្រើនហើយបើបងប្អូនទិញស្តុកនៅប្រទេសវៀតណាមបងប្អូននឹងបានចំណេញបើក្រុមហ៊ុនគេចំណេញបានច្រើនបងប្អូនចំណេញបានច្រើនដូចគ្នាតាមស្តុកដែលបងប្អូនមាននៅក្នុងក្រុមហ៊ុននឹងចំនួនប៉ុន្មានគេគុណឲ្យបងប្អូនតាមដែលស្តុកដែលបងប្អូនមានភាគហ៊ុនហើយហេតុតែប្រទេសវៀតណាមមានការផ្ទុះសេដ្ឋកិច្ចខ្លាំងបែបនេះគឺដោយសារតែមានក្រុមហ៊ុនជាច្រើនមកធ្វើចំនួនប្រទេសវៀតណាមដោយសារតែកាលពីប្រហែលឆ្នាំមុនមានការសង្គ្រាមសេដ្ឋកិច្ចផ្
ទោសជាមួយអាមេរិកនិងចិនដូច្នេះធ្វើឲ្យក្រុមហ៊ុនទាំងអស់បានរត់មកប្រទេសវៀតណាមហើយហេតុអីដែលបងប្អូនត្រូវការទិញភាគហ៊ុននៅប្រទេសវៀតណាមពីព្រោះភាគហ៊ុនដែលបងប្អូនទិញវាមិនបាត់ទៅណាគឺវានៅថេនៅនឹងរហូតហើយវាមានតែកើនឡើងហើយបើសិនជា stock បើសិនជាភាគហ៊ុនរបស់បងប្អូនបាត់លុះត្រាតែប្រទេសវៀតណាមរលំរលាយក្រុមហ៊ុនរលំទាំងអស់ប៉ុន្តែវាគ្មានថ្ងៃទេដែលប្រទេសវៀតណាមរលំរលាយ business ទាំងអស់ដែលគេរត់ចេញគឺវាគ្មានថ្ងៃទេហើយបើសិនបងប្អូនរត់តែមិនកាន់តែច្បាស់ប្រកាសចិត្តទៀតបងប្អូនអាចស្វែងរកអ្នកដែលគេជំនាញខាងផ្នែកទិញ stock ទិញភាគហ៊ុនហ្នឹងបងប្អូនអាចពិភាក្សាជាមួយគេណែនាំបងប្អូនបញ្យល់បងប្អូនថាទិញរបៀបម៉េចបានមនុស្សយើងទាំងអស់គ្នាការប៉ັດទៅគឺមានឱកាសច្រើនមែនតើដែលអាចជួយឲ្យយើងខ្លាយទៅជាអ្នកមានដូច្នេះសូមបងប្អូនកុំមានការអស់សង្ឃឹមក្នុងជីវិតហើយគិតថាហើយខ្ញុំគ្មានសង្ឃឹមអីសោះខ្ញុំគ្មានថ្ងៃមាននឹងគេទេបងប្អូនកុំគិតបែបនេះបើបងប្អូនគិតបែបនេះបងប្អូននឹងក្ររហូតប៉ុន្តែបើបងប្អូនធ្វើតាមខ្ញុំប្រាប់បងប្អូននឹងមានឱកាសខ្លាយទៅជាអ្នកមានបានហើយបងប្អូនខ្លះគាត់ប្រកាសជាសោចទេគាត់ថាអាយុ60ហ្មងតាមានអញស្លាប់បាត់ហើយនឹងគ្មានលុយអីផងហ្នឹងប៉ុន្តែបងប្អូនកុំភ្លេចបើសិនជាបងប្អូនអត់ធ្វើសោះអត់រកស៊ីអត់ធ្វើចំនួនអ្វីសោះបងប្អូននឹងក្ររហូតដល់ចាស់ស្លាប់មិនត្រឹមតែអាយុ60ទេគឺអត់មានអីទាំងអស់ហើយនេះវាគ្រាន់តែជាកំណត់ខ្ញុំទេដែលប្រាប់បងប្អូនប៉ុន្តែបើសិនជាបងប្អូនមានកំណត់អីផ្សេងចង់ចែករំលែកដែរសូមបងប្អូនជួយខមមិននៅវីដេអូខាងក្រោមរបស់ខ្ញុំហើយខ្ញុំចង់ប្រាប់បងប្អូនថាធ្វើអ្វីក៏ដោយតែវាមានចំណេញគឺវាមានហានិភ័យហើយបើសិនជាអ្វីដែលគ្មានហានិភ័យគឺវាគ្មានអាចចំណេញបានទេហើយបើសិនជាបងប្អូនគិតតែដេកភ័យពីរឿងហានិភ័យគ្រប់មុខអញ្ចឹងបងប្អូនគ្មានថ្ងៃមានបានទេដែលសំខាន់នោះគឺបងប្អូនបើដឹងបងប្អូនខ្លាចថាមានហានិភ័យពេលដែលបងប្អូនចំណេញបងប្អូនចេះលក់ខ្លះចេះទុកខ្លះដើម្បីការពារលុយរបស់បងប្អូន